ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងនាំចំណាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកកាន់ការដំណើរកម្សាន្តរយៈពេល1ថ្ងៃវល់ល្ងាចរបស់ពួកខ្ញុំហើយដំណើរកម្សាន្តនេះផងដែរគឺនៅខេត្តninh bìnhប្រទេសវៀតណាមដោយតែអ្នកនរគ្នាបានឃើញអញ្ចឹងនៅក្នុងកន្លែងកម្សាន្តនេះផងដែរវាស្តៀងទៅនឹងគិរីរម្យនៅខ្មែរយើងបងប្អូនអ្នកនរគ្នាមើលឃើញអត់ឃើញគេមកថតរូបថតអីហើយឥឡូវបានមកដល់កន្លែងតាមផ្លូវទៅរកកន្លែងនៅកម្សាន្តមួយទៀតនេះបងប្អូននេះយើងដល់ពេលយើងដល់កន្លែងនេះមកយើងជិះតុកអញ្ចឹងណាយើងជិះតុកទៅមើលទេសភាពតាមដងព្រែកហ្នឹងអញ្ចឹងណាបងប្អូននៅតាមដងព្រែកហ្នឹងឃើញមានភ្នំនេះហើយវាដែរគឺវាស្អាតមែនតើនេះអរគ្នាយើងជិះតុកហ្នឹងយើងជិះចូលតាមចលងភ្នំតាមហួងភ្នំដែលវានៅលើទឹកអញ្ចឹងទឹកហ្នឹងវាហូរតាមចលងហួងភ្នំហ្នឹងអញ្ចឹងណាទៅក្នុងហ្នឹងវាមួយយ៉ាងដែរយើងជិះចូលទៅវាងល្ងិតតិចចឹងខាងក្នុងហ្នឹងណានេះអ្នកនរគ្នាមើលឃើញនិយាយទៅមានភ្ញៀវទេសចរច្រើនអញ្ចឹងណាជាពិសេសអ្នកមកពីខាងអឺរ៉ុបមកពីខាងឥណ្ឌាខាងអីច្រើនអ្នកនរគ្នានេះហើយទស្សនភាពនៅក្នុងចលងរូងភ្នំហ្នឹងណាវាល្ងិតតែដល់ពេលគេដាក់អំពូលទៅវាមើលឃើញយ៉ាងស្អាតដែរអញ្ចឹងណាដល់ពេលនេះហើយដល់កន្លែងទេសចរមួយទៀតពេលយប់អញ្ចឹងអ្នកនរគ្នាមានទុកមានអីគេជីទុកជាអីនិយាយទៅអាហ្នឹងវាលក្ខណៈដូចប៉មអញ្ចឹងអ្នកនរគ្នាហើយថ្ងៃហ្នឹងផងដែរខ្ញុំទៅចំពេលគេធ្វើមានកម្មវិធី concert អញ្ចឹងកន្លែងប៉មនៅលើទឹកហ្នឹងវាមានការឆ្លាក់ការអីអញ្ចឹងបងប្អូនហើយនេះគឺទស្សនភាពគេដើរលេងពេលយប់ពេលអីអញ្ចឹងណាទៅមនុស្សច្រើនបងប្អូនអរគ្នាគេចេញដើរលេងណាអីញ៉ាំនេះញ៉ាំនោះអញ្ចឹងណា